ប្រឡាយរបស់រដ្ឋស្ថិតនៅក្នុងភូមិព្រៃកបាស់ឃុំខ្វាត់ធំស្រុកព្រៃឈរខេត្តកំពង់ចាមត្រូវបានចេញប្លង់ធ្វើជាកម្មសិទ្ធិមហាជនរងចាំមើលចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តបច្ចុប្បន្នមានចំណាត់ការបែបណាទៅលើការយកដីប្រឡាយរបស់រដ្ឋនិងចេញប្លង់រឹងទៅឲ្យបុគ្គលធ្វើជាកម្មសិទ្ធិគួររំលឹកផងដែរថាចំនួនអភិបាលខេត្តចាស់អាណត្តិអភិបាលខេត្តកំពង់ចាមឯកឧត្តមលុនលំថៃដែលបានគ្រប់គ្រងក្នុងឆ្នាំ2015ឯកឧត្តមបានប្រថាប់ត្រាលើលិខិតដកហូតដីប្រឡាយទឹកនោះទុកជារបស់រដ្ឋវិញនេះបើយោងតាមលិខិតរបស់រដ្ឋបាលស្រុកព្រៃឈរនៅថ្ងៃទី17ខែសីហាឆ្នាំ2015ដឹកនាំដោយលោកលូនសារ៉ូអភិបាលរងស្រុកព្រៃឈរនិងលោកមិនឆេងនាយរងរដ្ឋបាលខេត្តកំពង់ចាមនិងជាប្រធានក្រុមការងារថ្នាក់ខេត្តបានចុះសម្របសម្រួលពីការវិវាទដីធ្លីរវាងរដ្ឋបាលឃុំនិងប្រជាពលរដ្ឋដែលមានពាក្យបណ្ដឹងថាក្រុមប្រឹក្សាឃុំបានអនុម័តលក់ដីប្រឡាយសាធារណៈរបស់រដ្ឋព្រមទាំងបានធ្វើការបញ្យល់ណែនាំនៅនីតិវិធីនានាតាមផ្លូវច្បាប់ថាឃុំគ្មានសិទ្ធិក្នុងការលក់ដូរឬផ្លាស់ប្ដូរដីសាធារណៈរបស់រដ្ឋឡើយការចាត់ចែងដោះដូរដីប្រភេទនេះជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលលោកពៅផុសប្រធានការិយាល័យដនសភស្រុកព្រៃកបាស់បានលើកឡើងថាដីប្រឡាយនេះជាដីសាធារណៈជាកម្មសិទ្ធិរបស់រដ្ឋមិនអាចចេញប្លង់សាងសង់និងរស់នៅលើដីនេះបានទេបើសិនចង់លក់ដូរដីនេះលុះត្រាតែស្នើទៅរាជរដ្ឋាភិបាលដើម្បីអនុប្រយោគបង្វែរដីនេះមកជាដីឯកជនរបស់រដ្ឋវិញទើបអាចដោះដូរបានតែដើមឆ្នាំ2025ដីប្រឡាយរបស់រដ្ឋនោះក៏បានចេញប្លង់កម្មសិទ្ធិទៅឲ្យឈ្មោះង៉ែតសេងហុនជាស្ថាពរបើយោងតាមការលើកឡើងរបស់លោកស្រីផៃចន្ទឌីជាប្រជាពលរដ្ឋរស់នៅទីនោះថាប្រឡាយនោះជាប្រឡាយចាស់របស់រដ្ឋតាំងពីដើមមកលោកស្រីសេងសាផនដែលមានដីនៅជាប់នឹងប្រឡាយនោះបាននិយាយថាគាត់មិនទាមទារទេទុកដីប្រឡាយនោះជារបស់រដ្ឋរួមទាំងអស់គ្នាហើយលោកស្រីបន្តថាការចាក់លុបដីប្រឡាយទឹកនេះធ្វើឲ្យមានការលិចលង់ផ្ទះបងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់លោកស្រីសំណូមពរដល់អាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តជួយចំណាត់ការលើដីប្រឡាយនោះទុកជាដីរបស់រដ្ឋវិញជុំវិញរឿងរ៉ាវដែលប្រជាពលរដ្ឋធ្វើការចោទប្រកាន់ទៅលើលោកមេឃុំនិងក្រុមប្រឹក្សាឃុំខ្វិតធំក្រុមការងារអ្នកសារព័ត៌មានរស្មីកំពង់ធំបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោកមេឃុំខ្វិតធំដើម្បីសុំការបំភ្លឺហើយលោកមេឃុំបានឆ្លើយបំភ្លឺតាមទូរស័ព្ទដូចខាងក្រោមសូមបងប្អូនទស្សនិកជនស្ដាប់សំឡេងដើមរបស់លោកមេឃុំខ្វិតធំទាំងអស់គ្នាហឡូជំរាបសួរលោកពូមេឃុំលោកពូមេឃុំខ្វិតធំហ្នឹងពូហ៎បាទពូអធិស្ឋានខ្ញុំខលចេញពីការិយាល័យនិពន្ធយុវសារព័ត៌មានរស្មីកំពង់ធំពូសូមរំខានពូបាន2នាទីបានទេលោកពូបាទជាពូអធិស្ឋានពូខ្ញុំទទួលព័ត៌មានពីប្រជាពលរដ្ឋហើយមានថាដីបន្លាយដែលឆ្នាំ2015ដែលអភិបាលខេត្តចាស់គាត់ដកមកជាបន្លាយទឹកដកជាសម្បត្តិរួមហ្នឹងឥឡូវថាមានជាពលរដ្ឋគាត់ថាខាងលោកពូគប់ខិតនេះជាមួយមេភូមិលក់ឲ្យតង៉ែតសិង្ហអញ្ចឹងហ៎ពូមានទេព័ត៌មានហ្នឹងអត់មានលក់ទេកូនខ្ញុំមិនថាចាក់ដីលុបបន្លាយលុបអីហើយចេញកម្មសិទ្ធិចាក់ដីលុបបន្លាយខ្ញុំអត់មានលក់ទេព្រោះដីហ្នឹងជាដីរដ្ឋមិនមែនដីង៉ែតអីសុផាន់នោះទេតែខ្ញុំយកដីហ្នឹងដើម្បីដោះដូរនិងធ្វើលបងសាលាឃុំហើយគេធ្វើលបងសាលាឃុំខ្ញុំឲ្យដីទៅង៉ែតសិង្ហហ្នឹងអានេះដូចតែលក់ដែរផ្ទេវលដូចជាលក់របស់ដីបាទអត់មានលក់ទេបាទគឺគាត់តែផ្ទេផ្ទូចាក់ទៅផ្លូវចាក់ធ្វើលបងសាលាឃុំប៉ុណ្ណឹងទេអត់មានលក់ទេអញ្ចឹងភាសាថាយើងអត់លក់ទេគាត់តែយើងផ្ទេផ្ទូឲ្យដីបន្លាយនឹងទៅង៉ែតសិង្ហហ្នឹងយើងយកលុយហ្នឹងមកបងឲ្យធ្វើលបងអត់មានយកលុយទេឲ្យង៉ែតសិង្ហហ្នឹងធ្វើលបងឲ្យទៅយើងបានប្រជុំក្រុមប្រឹក្សាហើយយើងបានឆ្លងរបល់ប្រជុំក្រុមប្រឹក្សាមានកំណត់យើងបានត្រូវយើងប្រជុំក្រុមប្រឹក្សាហើយយើងបានឆ្លងរបល់សួរទៅខេត្តគេចេញក្តីម្រេចមកពូហ៎បើអត់គាត់ឯងបាច់ដេញដល់ឆ្ងល់ទេបើអត់ធ្វើដល់នោះមិនបានប្លង់គាត់ឯងបាច់ដេញដល់ឆ្ងល់ទេបើគាត់ឯងចង់ច្បាស់ទៅសួរខាងលើនឹងទៅចេញប្លង់មកឈ្មោះផ្សេងថ្ងៃទីហ៊ុនហើយគាត់ឯងសួរអីទៀតចឹងបានប្រជាពលរដ្ឋឆ្ងល់ជាពលរដ្ឋបាទនឹងឆ្ងល់បានប្រាប់តែបើចង់ច្បាស់ហើយចង់ច្បាស់ទៅសួរអ្នកចេញប្លង់មកចេញពី
ពីតទេមកដល់ថ្ងៃធានហើយវាមិនបានជាចេញកើតរឿងអីបានចេញកើតវាមិនទៅកូនឯងសួរខាងលើហ្នឹងបានហើយ មេភូមិ មើលផ្ទះលូផ្ទះអីគ្នាអញឡាប់អស់ហើយ ចិត្តអាម៉េចមើលចេះធ្វើអញ្ចឹងការ ផ្ទះប្រគុណផ្ទះអី ធ្វើទៅរួច ប្រាប់វាមុនឲ្យរៀបចំប្រព័ន្ធលូមុនអត់ធ្វើផងចាក់លុបមកហ្មង កោតធ្វើអញ្ចឹងកើតនេះ ចាក់មកបាក់ទៅយោលូទៅយោអីគ្នាហើយ ដីបន្លាយដីរត់សោះ និយាយទៅដីហ្នឹងជាដីបន្លាយដីបន្លាយដីរត់ព្រោះដីបន្លាយយើងដីយើងនៅជាប់នៅនឹងដែរយើងធ្វើអីអត់មានផ្ដោតទៅនឹងជូនប្រជាពលរដ្ឋមុនផង